ឃើញនំមុនជីនេះគឺល្បីមែនតើនៅក្នុង Facebook ជាពិសេសនៅស្រុកខ្មែរយើងខ្ញុំឃើញអ្នកទិញតម្រង់ជួគ្នាចាំទិញនំមុនជីនេះហើយមើលទៅគេលុញជាមួយនឹងម្សៅនិងផ្លែឈើមើលទៅទំនោរមែនតើហើយថ្ងៃនេះនៅម៉ាឡេនេះក៏គេមានលក់ដែរប្រភេទនំមុនជីហើយនៅម៉ាឡេនេះនំមុនជីគឺមានច្រើនប្រភេទណារបៀបដូចខាងក្នុង snow វា snow ក្រែមហើយនឹង snow សណ្តែកក្រហមហើយម្យ៉ាងទៀតគេយកម្សៅនំមុនជីហ្នឹងមកលាយជាមួយនឹងសណ្តែកដីហើយថ្ងៃនេះដែរខ្ញុំចង់សាកនំមុនជីប្រភេទថ្មីហើយមើលទៅទំនោរមែនតើមានរសជាតិដូចជាផ្លែឈើហើយខ្ញុំយកវាស្គ្រីមខ្ញុំយកពីប្រភេទមួយទំពាំងបាយជូរហើយនឹងផ្លែ strawberry ហើយនឹងផ្លែឈើផ្លែស្វាយនិងផ្លែ honey lemon គេយកម្សៅហ្នឹងមករុំវាចិត្តអញ្ចឹងណាអ្នកទាំងអស់គ្នាបន្ទាប់ពីរុំចិត្តហើយគេយកវាហ្នឹងទៅលាយជាមួយនឹងម្សៅខាងក្រៅហើយម្សៅខាងក្រៅមាន6ប្រភេទខ្ញុំយកពណ៌ស្វាយនេះរបៀបថាដលងយើងដលងពណ៌ស្វាយហើយរសជាតិរបស់វាអត់អីទេគឺឆ្ងាញ់យើងអាចទទួលយកបានហើយរៀងប្លែកដែរហើយខ្ញុំឃើញរបស់អីរៀងប្លែកអញ្ចឹងគឺខ្ញុំចង់សាកចង់ដឹងតើរសជាតិវាយ៉ាងណាអញ្ចឹងណាហើយយកទៅឲ្យកូនញ៉ាំហើយកូនរបស់ខ្ញុំហ្នឹងពួកគាត់ចូលចិត្តដែរជាពិសេសកូនស្រីបងរបស់ខ្ញុំ